ធ្វើគ្រូថ្ងៃនេះផងដែរខ្ញុំធ្វើការងារ part 6ដែលតទៅជាមួយនឹងការបង្កើត comment ដើម្បី run script អញ្ចឹងយើងចាប់តាមតែម្ដងទៅឥឡូវយើងចូលទៅកាន់ SE Watson មកទៀតយើងកាត់ script មួយ .sa ហ្នឹងគឺយើងកាត់សម្រាប់ថាហ្នឹងវាសម្រាប់ script ទៅយើង enter ទៅទៀតយើងបញ្ចូលអត់តាន់ការទេអញ្ចឹងដើម្បីបញ្ចូលបានយើងត្រូវចុចចាយអញ្ចឹងបន្ទាប់ពីយើងចុចអាយទៅវានឹងឃើញមានដាក់ពាក្យថា insert ហើយអញ្ចឹងយើងអាចបាយ comment ដែលយើងចង់បាយបានអញ្ចឹងបន្ទាប់ពីយើងដាក់ script ហើយយើងចុច escape ទៅវានឹងបាត់បន្តមកទៀតយើងយើងស៊ីចុចពីយើងបាយពាក្យថា W ទៅដើម្បីឲ្យវា save script របស់យើងហើយយើង enter មកនោះវានឹងបញ្ជាក់ថា script របស់យើងមាន10ចំនួន10ឡាយហើយជាមួយនឹង511 rewrite មកទៀតយើងចុចចុច2យើងខ្ជុំមកយើងដើម្បីចាក់ចេញពីមួយហ្នឹងយើង enter ទៅហើយយើង alt enter ហើយយើងឃើញថាយើងទទួលបាន file មួយដែលមានឈ្មោះថា class1.sa អញ្ចឹងបើយើងចង់កែចង់លុបវិញយើងចូលទៅកាន់ file ហ្នឹងទៅយើង enter មកយើងអាចកែលុបវានៅក្នុងហ្នឹងបានហើយនៅក្នុង file ហ្នឹងយើងប្រើជាមួយនឹង while true រហូតវារត់រហូតតើវាជាប់លក្ខខណ្ឌគឺយើងឲ្យវាហើយយើងវាយដល់បញ្ចុច show ទៅឥឡូវ file របស់យើងអត់មានសិតទេឥឡូវយើងវាយច្បាស់មួយដើម្បី file សិតឲ្យវាហ្នឹងយើងប្រើសម្រាប់ឲ្យទៅជាទេសម្រាប់អ្នករៀបបានគឺយើងបើឲ្យយើង enter មកពេលយើងឲ្យបានមួយទៀតដើម្បីឲ្យឲ្យ run បានយើងឲ្យចំណុចបាត់ឈ្មោះ file របស់យើងមកទេយើង enter ទៅអញ្ចឹងក៏នៅក្នុង task របស់ .sa របស់យើងមាន RAM CPU ADD NAT time IPចឹងក្នុងនេះយើងសិតវាយបាន RAM ទៅនេះវាបង្ហាញពីទិន្នន័យរបស់ RAM របស់យើងបើខ្ញុំវាយ CPU វានឹងបង្ហាញអំពីទិន្នន័យ CPU យើងវាយ NAT វានឹងបង្ហាញអំពីទិន្នន័យ NAT របស់យើងCtrl C ចេញទៅ clear ចេញមួយអញ្ចឹងស្រុំមកវិញនៅក្នុង command basic part សេចនេះយើងបង្កើត script មួយសម្រាប់ឲ្យយើងហៅមកខ្លួនឯងដែលចាប់បាច់វាយមិនច្រើនដងហើយយើងគ្រាន់តែចូលទៅកាន់ file ហើយយើងដាក់ master យើងវាយមកទៅវានឹងលោកចេញមកនៅទិន្នន័យដែលយើងបាន set ទុកនៅក្នុង script របស់យើងអញ្ចឹងbasic command part របស់យើងត្រូវបានបញ្ចប់អរគុណច្រើនលោកគ្រូ